បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាក្នុងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីការប្រើប្រាស់លើកម្មវិធី AutoCAD ដែលយើងបើកក្នុងកម្មវិធី AutoCAD លើកដំបូងអញ្ចឹងខ្ញុំសូម reset setting មួយដើម្បីឲ្យបងប្អូនងាយស្រួលយល់នៅពេលដែលបងប្អូនបើកកម្មវិធី AutoCAD មកដំបូងហើយគឺវាចេញបែបនេះអញ្ចឹងតកតងទៅនឹងការប្រើប្រាស់ទៅលើកម្មវិធី AutoCAD គឺតម្រូវយើងកែទៅលើ setting មួយចំនួនសិនអញ្ចឹងយើងចុចoption មកគឺ OP យើងកែទៅលើ display មួយដើម្បីងាយស្រួលប្រើប្រាស់ទៅលើកម្មវិធីទី1គឺ crosshair size គឺតកតងទៅនឹងប្រវែងនៃ line អបតតយើងអញ្ចឹងយើងបើកវាមកតាមបងប្អូនស្រឡាញ់បងប្អូនបើកខ្លាំងគឺវាវែងបងប្អូនបើកត្រឹមប៉ុណ្ណឹងគឺវាខ្លីអញ្ចឹងខ្ញុំសូមចុច OK មួយដើម្បីឲ្យបងប្អូនងាយស្រួលយល់នេះបងប្អូនគឺ cross hair នេះអូខេអញ្ចឹងខ្ញុំទូទៅខ្ញុំប្រើប៉ុណ្ណឹងគឺខ្ញុំយកតាមប៉ុណ្ណឹងហើយមួយទៀតតទៅទៅនឹង color background នេះបើសិន color ខាងលើនេះបើសិនជាយើងស្រឡាញ់យើងអាចយកពណ៌ dark ឬក៏ពណ៌សតាមអ្វីដែលយើងស្រឡាញ់ទៅហើយចំពោះពណ៌ខាងក្រោមនេះតទៅទៅនឹងពណ៌ background អញ្ចឹងជាទូទៅខ្ញុំតែងតែចូលចិត្តប្រើទៅលើពណ៌សអញ្ចឹងខ្ញុំ select យកពណ៌សខ្ញុំអូខេអញ្ចឹងវាលោតពណ៌សមកបែបនេះអូខេហើយចំណុចមួយចំនួនទៀតគឺយើងអត់ចាំបាច់ប៉ះពាល់វាទេអ្វីដែលយើងត្រូវកែប្រែគឺមានតែប៉ុណ្ណឹងហើយតទៅទៅនឹង drafting នេះតទៅទៅនឹងការប្រើប្រាស់ទៅលើ select tool select object អញ្ចឹងអាស្រ័យទៅលើបងប្អូនចូលចិត្តប្រើបងប្អូនចង់ប្រើប៉ុណ្ណាបងប្អូនអាចកែយកតាមអ្វីដែលបងប្អូនត្រូវការបាននេះ 3D យើងអត់ចាំបាច់ប៉ះពាល់ទេនេះដូចគ្នា selection អញ្ចឹងយើងកែតាមហ្នឹងមកហើយនេះតទៅទៅនឹងចំណុចនៃបន្ទាត់ដែលយើង select គឺយើងអាចអូសវាធំតិចមកដើម្បីងាយស្រួលមើលអញ្ចឹងកន្លែងយើងត្រូវការដូចជាអស់មានតែប៉ុណ្ណឹងនេះចុចអូខេមកអូខេអញ្ចឹងគឺយើងត្រូវកែប្រែគឺមានតែប៉ុណ្ណឹងបន្តមកទៀតកម្មវិធីថ្មីគឺបងប្អូនត្រូវតែបើក snap កាលណាដែលបងប្អូនអត់បើក snap ទេបញ្ហាវាគឺមានដូចនេះអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលបន្តមួយនៅពេលដែលបងប្អូនគូអញ្ចឹងនៅក្នុងបន្ទាត់ហ្នឹងវាតែងតែមានចំណុចរបស់វាចំណុចចាប់ផ្ដើមចំណុចបញ្ចប់និងចំណុចកណ្ដាលអញ្ចឹងនៅពេលដែលយើងចង់គូបន្ទាត់បន្តចំណុចវាទៀតអញ្ចឹង snap នៅពេលដែលយើងអត់បើកគឺចំណុចមួយចំនួនគឺវាអត់ចាប់ឲ្យយើងទេវាចាប់ឲ្យបានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំចង់រកចំណុចកណ្ដាលខ្ញុំរកឃើញទេបងប្អូនឃើញអត់គឺរកឃើញទេយើងបានតែចំណុចគៀនអញ្ចឹងខ្ញុំអាច select បានតែត្រឹមហ្នឹងអញ្ចឹងយើងត្រូវការបើក snap ដើម្បីប្រើប្រាស់យើងវាយ OS មកគឺ snap អញ្ចឹងបើសិនជាបងប្អូនចង់ដឹងថា snap ណាដែលយើងមិនទាន់បើកនៅ snap ណាដែលយើងបើកហើយយើងអាចមើលក្នុងនេះបានអញ្ចឹងវាអត់មានប្រវត្តិទេបើសិនជាយើងចង់បើកទាំងអស់យើង clear វាមកយើង select វា all ទេចុច OK អញ្ចឹង snap របស់យើងគឺបានបើករួចរាល់ខ្ញុំចុចអក្សរខ្ញុំរកចំណុចកណ្ដាលបងប្អូនឃើញទេនេះអញ្ចឹងខ្ញុំមកចំណុចកណ្ដាលសញ្ញាត្រីកោណគឺបង្ហាញចំណុចកណ្ដាលនៃបន្ទាត់អូខេខ្ញុំអាច click ខ្ញុំគូវាមកអញ្ចឹងតកតងទៅនឹងប្លង់នៅពេលដែលយើងគូយើងត្រូវការប្លង់ដែលចាប់ត្រង់អញ្ចឹងខ្ញុំវាយ L ហ្នឹងគឺខ្ញុំទាញទៅណាក៏បានដែរប៉ុន្តែខ្ញុំចង់ឲ្យវាត្រង់គឺខ្ញុំនឹងចុច F8 អូខេអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យមើលនេះបន្ទាត់ដែលខ្ញុំអត់ទាន់បានចុច F8 អញ្ចឹងខ្ញុំចុច F8 ទៅគឺវាត្រង់4ទិសអូខេអញ្ចឹងយើងคลิกវាមកអញ្ចឹងកាឡាបន្ទាត់ទៅលើ workspace របស់យើងមើលឃើញថាវាមានភាពរញ៉េរញ៉ៃបន្តិចអញ្ចឹងនៅពេលដែលយើងចង់ឲ្យផ្ទៃរបស់យើងស្អាតយើងងាយស្រួលមើលទៅលើប្លង់របស់យើងគឺយើងចុច F7 នៅជាប់ F8 ហ្នឹងយើងចុចមកវាបាត់ហើយអូខេអញ្ចឹងបងប្អូនងាយស្រួលធ្វើការងាយស្រួលមើលបន្ទាត់មែនតើនៅក្នុង workspace របស់យើងអូខេអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងក្នុងថ្ងៃនេះអរគុណច្រើន